សូមគោរពជំរាបសួរបងប្អូនឥឡូវរដូវរំហើយចូលមកដល់ប្រហែលថ្ងៃហើយឥឡូវយើងមើលវ៉ានីឡាផងយើងពេលព្រឹកយើងមកដល់តម្រាំតែមកដល់ហើយយើងមើលសភាពតាំងតែពីអញ្ចឹងអាទិត្យនេះយើងមកបានតែម្ដងទេថ្ងៃពហុឥឡូវមកដល់ថ្ងៃនេះវាថ្ងៃអាទិត្យអញ្ចឹងរំលងមក2ថ្ងៃអញ្ចឹងបងប្អូនមើលសភាពសកៃដូងតែយើងមើលទៅវានៅមានសើមទេខាងក្នុងសំណើមអីនៅមានខាងក្រៅខាងលើយើងមើលទៅវាបើសម្រាប់ជូនកាមនេះគឺវាស្ងួតហើយចំណែកឯខាងក្រោមសកៃដូងដែលយើងបានដាក់ហ្នឹងគឺនៅមានសំណើមទេខាងក្នុងតែវាមានបញ្ហាសម្រាប់ដើមណាដែលវាយើងទៅតែយកមកដាក់ដោយដើមនេះអីហ្នឹងអញ្ចឹងយើងមើលទៅនេះស្ងួតអស់លីងហើយអញ្ចឹងមិនអីទេយើងនឹងបាញ់ទឹកបន្តទៀតតែអ្វីដែលចង់បង្ហាញបងប្អូននៅក្នុងថ្ងៃនេះយើងមកមើលគុំនេះគឺបាននេះសម្រាប់ដើមនេះមួយដើមហ្នឹងគឺវាបានវិលបាន2ជុំហើយតែអាយុផនវាតាំងតែពីយើងដាំមកឥឡូវនេះដាំពីខែ1ឥឡូវជិតដាច់ខែ11អញ្ចឹងវាបើវាចូលដល់ខែ12ថ្ងៃទី5ទី6អីហ្នឹងវាចូលបាន11ខែអញ្ចឹងវានៅអត់ទាន់បានទេថ្ងៃនេះវាទៅតែថ្ងៃទី30ខែ11អញ្ចឹងនៅខ្វះមួយអាទិត្យទៀតបានវា11ខែពេញក៏ប៉ុន្តែអ្វីដែលយើងឃើញមានការលូតលាស់ល្អគឺវ៉ានីឡានៅក្នុងចលុងយើងមួយនេះគឺវាបាន2ជុំហើយអ្វីដែលយើងបានសាកសួរបច្ចេកទេសហើយនឹងការចែករំលែកបច្ចេកទេសពីលោក Christophe Richard ហ្នឹងគាត់បានបញ្ជាក់ថាការដែលយើងដាក់ដាំឲ្យវាឡើងទៅលើចលុងហើយចុះមកវិញហើយដាក់ដល់ក្រោមហើយឡើងទៅលើវិញចុះមកវិញម្ដងទៀតប្រហែលខ្ទង់ប៉ុណ្ណឹងយើងអាចកាត់បានដើម្បីឲ្យវាផ្លែផ្កាតែការធ្វើយ៉ាងនេះគឺខ្ទង់1ឆ្នាំកន្លះទៅ2ឆ្នាំតែរបស់យើងនៅទីនេះយើងអាយុបាន11ខែឃើញវាបានវែងហើយបាន2ជុំបរិបូរហើយឥឡូវជុំនេះក៏ធ្លាក់មកដល់ប៉ុណ្ណេះទៀតហើយបងប្អូនឃើញដើមធំល្អអាហ្នឹងសម្រាប់មួយហ្នឹងហើយគុំដតីទៀតក៏ឡើងទៅផុតទៅលើអីដែរអស់ហើយឡើងផុតទៅលើគុំខ្លះក៏ឡើងហើយធ្លាក់ចុះមកវិញទៀតហើយតែយើងមិនទាន់សង្ឃឹមរំពឹងរឿងការចេញផ្កាឲ្យនោះទេដោយសារទី1អាយុផនវានឹងនៅតិចនៅឡើយវាទៅតែនឹងបាន11ខែនៅខ្វះមួយអាទិត្យទៀតនោះបានពេញអាយុ11ខែទោះបីជាវាវែងយ៉ាងណាក៏យើងមិនទាន់សង្ឃឹមអំពីទិន្នផលការហុចផលឲ្យផនវាដែរតែនៅក្នុងនោះយើងឃើញមាននៅក្នុងចលុងហ្នឹងយើងឃើញមានមួយដើមដែលវាមានបែកខ្នែងថ្មីនៅខាងលើតែដើមមួយហ្នឹងបែកខ្នែងមកនឹងបែកយ៉ាងណាអាហ្នឹងយើងមើលនៅខាងលើសូមបញ្ជាក់បន្តិចដើមដែលវាបែកខ្នែងនេះមានបែកខ្នែងឥឡូវត្រួយវាក៏ចេញមកដល់នេះវិញដែរហើយមួយជុំកន្លះឡើងមកដល់ហ្នឹងហើយតែអ្វីដែលធ្វើឲ្យវាបែកខ្នែងចេញនោះគឺដោយសារតែមានបញ្ហាដើមនៅខាងនេះដើមដែលវាធ្លាក់ចុះមកនេះវាមានបញ្ហាត្រង់នេះបន្តិចធ្វើឲ្យវានេះមានច្រើនថ្នាំងគួរសមដែរវាឆ្លងគ្នាមកដល់ត្រឹមនេះតែឫសវាផ្នែកខាងនេះយើងដាក់ទៅដល់ក្រោមឫសវាបានចាក់ចូលទៅក្នុងសកៃដូងហើយវាអាចទទួលយកជីសារធាតុចិញ្ចឹមមកចិញ្ចឹមដើមផ្នែកខាងនេះផ្នែកឡើងមកវិញនេះបានអញ្ចឹងឃើញតែផ្នែកខាងចុងហ្នឹងល្អហើយផ្នែកខាងគល់វានេះអានេះក៏វាមិនជាអន់ដែរតែគ្រាន់តែវាមានបញ្ហាអញ្ចឹងបញ្ហាទៅនឹងប្រហែលជាមកពីមានបញ្ហាទៅនឹងទើបធ្វើឲ្យវាមានការចេញ
ចេញខ្នែងថ្មីហ្នឹងនេះមានការចេញខ្នែងថ្មីតកតងទៅនឹងបញ្ហាដែលកើតមាននៅលើស្លឹកនេះនឹងដើមយើងបានស្រាវជ្រាវហើយនឹងតាមដានបងប្អូនកសិករយើងឲ្យគាត់បានដាំមុនយើងមានជំនាញពីមុនគាត់បានបញ្ជាក់បង្ហាញមានប្រមាណចំណុចតកតងទៅនឹងអាកាសធាតុរោងយើងហើយនឹងបរិយាកាសខាងក្រៅអញ្ចឹងវាជាប់តកតងគ្នាត្រង់ថាបើកាលណានៅក្នុងរោងយើងវាសំណើមខ្លាំងវាទៅជាអាប់អញ្ចឹងផ្នែករោងយើងក៏វាតូចអញ្ចឹងវាធ្វើឲ្យមានកើតរោគផ្សិតធ្វើឲ្យអាកាសធាតុនៅក្នុងរោងហ្នឹងវាអត់ល្អវាអត់ផ្លាស់ប្ដូរបានស្រួលអញ្ចឹងវាធ្វើឲ្យមានកើតរោគផ្សិតហើយយើងមើលទៅបរិវេណជុំវិញផងយើងគឺយើងបាំងជាតិដូចតនេះអីស្ដុកមែនតែនស្បែកដល់ទៅ2ជាន់ហើយក្រោមដើមឈើទៀតម្លប់ហើយផ្នែកត្រង់ហ្នឹងពីដើមឡើយយើងដាក់ស្បែកដល់ទៅ2ជាន់មានស្បែកខ្មៅមួយជាន់ទៀតឥឡូវយើងដកចេញហើយដកចេញទៅដល់ខែប្រាំងរាំងភ្លៀងល្មមហើយយើងមើលជុំវិញហ្នឹងគឺយើងបាំងបិទចិត្តមានប្រហោងតនេះចន្លោះចេញចូលហើយតាមនេះកន្លែងដើមឈើអញ្ចឹងហើយវាទូចដោយទីទូចវាមិនសូវជាខ្ពស់ប្រមាណទេអញ្ចឹងការខ្យល់អាកាសចេញចូលប្រហែលជាមិនសូវស្រួលទេអានេះដោយសារយើងមិនទាន់បាញ់ទឹកទេមើលទៅឃើញសំណើមអីហ្នឹងវាហាក់ដូចជាអញ្ចឹងយើងព្យាយាមកែតម្រូវវាបន្តិចដើម្បីឲ្យបរិយាកាសនៅខាងក្នុងរោងហ្នឹងវាខ្យល់ចេញចូលបានល្អដើម្បីជៀសវាងហើយម្យ៉ាងវាផុតរដូវភ្លៀងជោគជាំហើយសង្ឃឹមថារោគរាតត្បាតហ្នឹងវានឹងកាត់បន្ថយឬក៏ថយចុះហើយយើងនឹងនៅតែបាញ់ត្រីកូឌឺម៉ាថ្ងៃមុននោះយើងបានបាញ់មួយសាហើយតែនៅតែឃើញមានបញ្ហានៅលើស្លឹកហើយនឹងដើមនៅឡើយទេចូលដល់ដើមនេះហើយក៏នៅតែឃើញមានណាបងប្អូននៅឃើញមាននៅឡើយហើយតាមស្លឹកតាមអីឃើញនៅមានអុចនៅមានចំណុចគួរឲ្យព្រួយបារម្ភវាមានច្រើនអញ្ចឹងបើកាលណាវាកើតច្រើនវារីករាលដាលរាតត្បាតទៅអាចធ្វើឲ្យខូចខាតនៅដំណាំផងយើងបានអញ្ចឹងយើងព្យាយាមបាញ់វាហើយពីដំបូងឡើយវាកើតយើងរកចំណុចវាមិនទាន់ឃើញហើយយើងអត់បានឲ្យបាញ់ឥឡូវយើងបានបាញ់វាបានដាក់ថ្នាំព្យាបាលវាហើយយើងបើករោងខ្លះដើម្បីឲ្យខ្យល់អាកាសចេញចូលបានស្រួលដើម្បីកម្ចាត់មេរោគនឹងចេញហើយនៅក្នុងនឹងយើងឃើញពូជវ៉ានីឡា planifolia ផងយើងមិនសូវជាអីប្រមាណទេនៅមមតំល្អឥឡូវហ្នឹងលែងមានកើតអីហើយសំខាន់ធ្ងន់នោះគឺនៅលើពូជ Tahitensis នេះ Vanilla Tahitensis យើងនៅមានបញ្ហាច្រើននៅឃើញមានរោគរាតត្បាតនៅឡើយទេធ្វើឲ្យរលួយស្លឹកស្វិតស្លឹកទៅតែម្ដងនេះនៅមានតែនៅលើដើមដូចជាមិនមានបញ្ហាអីទេតែដោយច្រើនគឺនៅលើស្លឹកតែកើតនៅលើស្លឹកហើយដើមវាគង់តែមាននេះដូចជានេះអីវារីករាលដាលគ្នាមកដល់ទាំងស្លឹកមកដល់ទាំងដើមខូចអញ្ចឹងយើងព្យាយាមបាញ់ទឹកវាតទៀតតែយើងបាញ់ដោយសារយើងបាញ់ពីលើរោងទម្លាក់មកអញ្ចឹងយើងអត់មានបានយកទៅយកមកបាញ់បញ្ចូលក្នុងនឹងយើងចេះតែបាញ់ពីលើទម្លាក់មកវាអាចមានផលប៉ះពាល់មកពីស្បៃយើងនៅហាលថ្ងៃផងក៏មិនដឹងនៅមានបងប្អូនចំណុចគួរឲ្យព្រួយបារម្ភខ្លះអញ្ចឹងនេះគឺយើងមកអាប់ដេតឃើញថាវាការលូតលាស់ផងយើងនឹងបានល្អណាស់បើវាមិនមានបញ្ហារោគផងវាមិនរាតត្បាតវាអន់ថយពីត្រឹមហ្នឹងទៅក៏គង់តែបានជាប្រយោជន៍សម្រាប់យើងហើយយើងមើលទៅឃើញធ្លាក់ចុះមកល្អណាស់បងប្អូនហើយមើលទៅដើមធំដើមថ្លោះ
សង្ឃឹមថាដល់ពេលវាផ្កានឹងកាន់ផ្លែឲ្យយើងបានច្រើនមើលទៅដើមមួយមិនតូចទេបងប្អូនអានេះយើងមិនបានកាត់ឃើញបងប្អូនកសិករខ្លះគាត់ឃើញដើមតូចពីដើមអញ្ចឹងមកគាត់ឡើងមកបន្តិចគាត់កាត់គាត់ថាដើម្បីឲ្យបែកខ្នែងថ្មីមកវាធំអាហ្នឹងវាមែនបែកទៅឃើញធំមកមែនតែយើងនេះអត់បានកាត់ទេនេះដើមចាស់ដែរបងប្អូនឃើញស្រាប់ហើយនេះគឺចាប់ដើមបែកខ្នែងមកគឺយើងទុកឲ្យវាឡើងចុះមករៀងធំបន្តិចនេះដូចដើមនេះអីចុះមករៀងធំបន្តិចដល់ពេលទៅវាឡើងវិញនេះអីនេះឡើងវិញធំដល់វាចុះហើយវាឡើងមកវិញនេះដូចជាដើមនេះអីចុះមកឡើងទៅវិញឃើញនេះបងប្អូនឃើញស្រាប់ហើយនេះធំទៅដើមកាន់តែថ្លោះអញ្ចឹងបានន័យថាការថែបំពន់ដាក់ជីផងយើងគឺត្រឹមត្រូវដាក់បានល្អធ្វើឲ្យវាទទួលយកសារធាតុចិញ្ចឹមហើយវារីកដើមរីកធំធាត់ដើមស្លឹកអីរីកបានល្អណាស់បងប្អូនមើលឃើញស្លឹកអូមែនតើមកចាអាមហើយធំហើយមើលនៅជលុងនេះគឺអញ្ចឹងបងប្អូនមកតងដើមធំឆ្លោះល្អណាស់ហើយតងនេះខាងនេះខាងមេឃដែលបែកឡើងទី1ហើយមើលដល់វាចុះមកវិញបងប្អូនមើលដើមខុសគ្នាឆ្ងាយធំខុសគ្នាជាងពាក់កណ្ដាលអញ្ចឹងធំល្អមែនតើសម្រាប់វ៉ានីឡាផងយើងនេះឃើញថាការលូតលាស់នេះពេញចិត្តមែនតើបងប្អូនធ្វើឲ្យវាមើលទៅឃើញល្អប្រសើរខ្លាំងការលូតលាស់ហើយសម្បីតែពូជនេះឥឡូវវាទទួលបានជីជាតិទាំងលើទាំងក្រោមឥឡូវការលូតលាស់ផងយើងក៏លឿនចាប់ដើមស្ទុះជាមួយឯងហើយពូជផំពូណាឬក៏ប៉ំពូណាឆ្លោះមើលទៅដើមបងប្អូនឃើញតែដើមនេះរៀងស្រួយបន្តិចយើងឃើញតែសភាពដើមដឹងមានសភាពរៀងស្រួយបន្តិចដើមនេះក៏វាមានកើតបញ្ហាខ្លះតែឥឡូវវាអន់ថយជាងដើមពូជតាហ៊ីទីឬក៏តាហ៊ីតាន់ស៊ីសនេះហើយសូមបង្ហាញបងប្អូនបន្តិចនេះសម្រាប់ដើមនេះភ្ជាប់គ្នាតែម្ដងដើមនេះពីដើមឡើយវាអន់នៅតែនេះបងប្អូនឃើញដើមទូចមែនតើដល់អញ្ចឹងយើងរងចាំវាឲ្យវាធ្លាក់ដល់ក្រោមដើម្បីដាក់វាជាប់ទៅនឹងជីដីហ្នឹងវាឡើងមកវិញឥឡូវក្រោយពីវាចុះទៅដល់ដីតោងជាប់ហើយការលូតលាស់ឡើងមកវិញរីកធំធាត់ឡើងមកវិញហើយបងប្អូនថ្លោះវែងមកវិញហើយល្អពណ៌ភ្លឺថ្លានេះអញ្ចឹងឃើញថាការដែលយើងដាក់វាវិលជុំចុះឡើងបែបនេះគឺជាការប្រសើរមួយបើសិនជាយើងដាក់តែគុលហើយឲ្យវាទៅយើងចេះតែរុំនៅខាងលើអញ្ចឹងបើសិនជាមានបញ្ហាគុលអញ្ចឹងផ្នែកខាងចុងគឺវាអដំណើរការលូតលាស់ហើយវាមិនបានផលវាទៅជាខូចអញ្ចឹងយើងអានេះវាអន់មករយៈពិតមែនរងចាំវាបន្តិចឥឡូវវាធ្លាក់ដល់ដាក់ឲ្យដល់ឬវាចាប់ជាប់ឥឡូវវាឡើងមកវិញឃើញថាវាដើមចាប់ផ្ដើមប្រែឆ្លោះស្ទុះឡើងមកវិញហើយបងប្អូននេះគឺផលល្អផងវាក្នុងការដាក់វាវិលជុំបែបនេះហើយវាមានកន្លែងចាប់ឬយកច្រើនវាមានឬកន្លែងបឺតស្រូប CG នឹងច្រើនបាទអញ្ចឹងសូមបង្ហាញបងប្អូនប៉ុណ្ណេះចុះ13នាទីល្មមសំគួរដែរឆ្លោះល្អណាស់បងប្អូនអើយល្អមែនតើចេញផ្កាមកសង្ឃឹមថាមួយស្ទងមួយផ្កាវានឹងលើសពី10ទៅចុះលើសពី10ល្អកោមធំផ្លែល្អអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់តាមដាននេះជាបទពិសោធន៍របស់ខ្ញុំធ្វើក្នុងរយៈកាលកន្លងប្រហែលមកនេះហើយខាងនេះគឺជាដីដាំយើងបានដាក់មកហើយដាក់លើជាបាទសូមអរគុណច្រើន